ពិតជាសោកស្ដាយខ្លាំងណាស់ដែលមិនបានមកចូលរួមពិធីមង្គលការរបស់លោកហ៊ូឡុងដោយសារតែជាប់រវល់នឹងការងារច្រើនថ្ងៃនេះខ្ញុំមកដើម្បីចង់លុបលឹងទោសហើយក៏មានអំណោយមួយចំនួនចង់ឲ្យអ្នកទាំងពីរសង្ឃឹមថាលោកហ៊ូឡុងនឹងមិនប្រកាន់នឹងខ្ញុំទៅចោះ បាទគ្មានបញ្ហានោះទេណាមួយវាមិនមែនជាពិធីមង្គលការធំដុំអីនោះទេហើយក៏អរគុណលោកដវដែលសម្រាប់អំណោយទាំងអស់នេះជាការប្រសើរណាស់ដែលលោកហ៊ូឡុងមិនថាអ្វីអូតើនេះមែនទេជាលោកស៊ីងដែលជាកូនប្រុសរបស់លោកមូសុងអូគឺមិនមែននោះទេអញ្ចឹងតើអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នាមើលទៅដូចជាសាសនាដល់ហើយគឺថាហើយហត់ណាស់ហើយសម័យបុរាណនេះពិតជាពិបាករកអីជីមែនហើយវេទនាដល់កហើយចុងឡើងអ្នកយាមហើយអបហ៊ូឡឹងនឹងគេចង់ធ្វើអីហ្នឹងនេះគេចង់នឹងខ្ញុំចេញពីផ្ទះមែនហ៎យ៉ាកាន់តែខ្លាំងដៃហើយតានេះឯងចេញពីផ្ទះបន្តិចសុទ្ធតែជួនអ្នកយាមមកការពារខ្លែងចូលអោទៀបមិនដឹងអ្នកនិពន្ធថោកទៅដល់កម្រិតណាទេទៅបានជាអាទូមនេះថោងសុំទោសតើលោកមានការអ្វីដែរគ្មានការស្អីទេតែនេះគឺជាផ្ទះរបស់ខ្ញុំចង់ចូលក្នុងម្ចាស់ផ្ទះនេះគឺឈ្មោះហ៊ូឡុងលោកច្រឡំទេហ្នឹងហើយខ្ញុំប្រពន្ធវាអូមែនទេខ្ញុំប្រពន្ធគាត់សុំទោសលោកហ៊ូឡុងនិងប្រពន្ធរបស់គាត់នៅខាងក្នុងតើលោកយកអ្វីមកស្អាងថាជាប្រពន្ធរបស់គាត់ស្អីគេដូរឈ្មោះប្រពន្ធលឿនម្លេះម៉ែប្រពន្ធស្អីគេបើខ្ញុំនៅក្រៅផ្ទះហ្នឹងលោកឯងឈួរអីឆោឲ្យខ្ញុំចូលក្នុងភ្លាមមើលអាប្រុសចំសៀហូឡុងលោកឯងចាំមកដោះស្រាយជាមួយខ្ញុំភ្លាមមកលោកមិនឯងត្រូវលោឡានៅទីនេះបានទេព្រោះម្ចាស់ផ្ទះអាចនឹងមានសិទ្ធណាឆាប់ត្រឡប់ទៅវិញភ្លាមទៅនេះខាងក្រៅមានរឿងអ្វីហ្នឹងសំឡេងអ៊ីស៊ីងលោកឌូវលខ្ញុំសុំទោសខ្ញុំមានธุរៈនៅខាងក្រៅបន្តិចលោកនៅជជែកគ្នាលេងជាមួយនឹងស៊ីណាសុំទៅបន្តិចទៀតខ្ញុំវិញមិនអីទេតាមសម្រួលចុះខ្ញុំដឹងថាទំនាក់ទំនងរបស់លោកស៊ីណានិងលោកហ៊ូឡុងវាយ៉ាងម៉េចក៏ប៉ុន្តែខ្ញុំសូមដាស់តឿនទុកជាមុនទៅចុះបើកូនប្រុសរបស់លោកមូសុងចង់បានអ្វីហើយគ្មាននរណាគេម្នាក់អាចដណ្ដើមបានទេខ្ញុំគិតថារូបសម្រស់ប្រហែលលោកស៊ីណានគួរណាតែសម្លឹងមើលអ្នកថ្មីទៅព្រោះថាលោកហ៊ូឡុងគឺមិនបានអ្នកណាក្រៅពីកូនប្រុសរបស់លោកមូសុងទេខ្ញុំនិយាយនេះមិនមែនក្នុងគោលបំណងអ្វីទេគ្រាន់តែចង់ឲ្យលោកគិតមើលហើយណាមួយពួកគេទាំងពីរក៏រៀបការស្របច្បាប់គិតមើលទៅតើមានអ្វីទៀតដែលត្រូវឲ្យលោកសង្ឃឹមខ្ញុំក៏បានដឹងពីរឿងនេះរួចហើយដែរអរគុណខ្លាំងណាស់សម្រាប់ការដាស់តឿនមួយនេះតើខ្ញុំអាចសុំនិយាយគ្នាជាមួយលោកស៊ីណានតែពីរនាក់បានទេហេតុអីបានជាអូនធ្វើចរិតបែបនេះទៀតហើយអូនមិនឃើញបងកំពុងតែមានភ្ញៀវទេនេះអូនបំបាក់មុខបងខ្លាំងណាស់មានដឹងដែរទេស្អីគេបំបាក់មុខអញ្ចឹងតើលោកចង់ឲ្យខ្ញុំនៅខាងក្រៅផ្ទះរហូតដល់ស្លាប់មែនទេក្នុងអាកាសធាតុបែបនេះសាកម្នាក់នេះគឺជាស៊ីណាទៅមើលលោកច្បាស់ជាចេញមកទទួលគេទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយហើយមិនបន្ទោសគេសូម្បីតែមួយម៉ាត់ថែមទាំងលួងលោមគេទៀតចូលរូបរាងកាយមួយនេះហេតុអីក៏លោកមិនខ្វល់ខ្លះផងលោកប្រហែលជាមិនដឹងទេថាគេយកប៉ុន្មានដងក្នុងមួយថ្ងៃគេតែងតែបារម្ភនឹងខ្វល់ខ្វាយពីលោកទោះបីជាគេអន់ចិត្តប៉ុណ្ណាក៏គេមិនប្រាប់លោកដែរលោកវិញគឺមិនដៃយកអីសោះលោកតែងតែឃើញគេញញឹមពេលដែលលោកត្រឡប់មកពីធ្វើការត្រូវហើយនឹងក៏គាត់តែជាស្នាមញញឹមដើម្បីបិទបាំងភាពឈឺចាប់តែប៉ុណ្ណឹងគេមិនចង់បង្ហាញឲ្យលោកឃើញព្រោះតែមិនចង់ឲ្យលោកពិបាកអាសាទៅគេតែងតែស្របនឹងលោកគ្រប់យ៉ាងចំណែកលោកវិញតែងតែប្រឆាំងនឹងខឹងគេគ្រប់រឿងលោកមិនដែលឃើញពីបំណងល្អរបស់គេម្ដងណាទេរៀបការជាមួយគេធ្វើអីបើរៀបការឲ្យខាងព្រេងអញ្ចឹងដែរអញ្ចឹងលេងលាក់គ្នាតែម្ដងទៅបានហើយជីចេញទៅខ្ញុំចូលផ្ទះលោកដវលោកចង់ធ្វើអ្វីហ្នឹងមុននឹងខ្ញុំឃើញអ្វីជាប់ចង្កេះរបស់ឯងខ្ញុំក៏យកដៃទៅយកចេញឲ្យទៅតាហេតុអីក៏ភ័យទៅថ្នាក់ហ្នឹងចង្កេះរបស់លោកតូចខ្លាំងណាស់តើលោកញ៉ាំអីមិនគ្រប់គ្រាន់មែនទេលោកស៊ីណាណាខ្ញុំគិតថាលោកអាចមានជំរើសណាបើលោកចង់ចាក់ចេញខ្ញុំនឹងជួយលោកគួរតែដឹងច្បាស់ហើយថាខ្ញុំគឺជានរណាខ្ញុំនឹងព្រមជួយលោកគ្រប់បែបយ៉ាងខ្ញុំចាប់អារម្មណ៍លោក
លោកអាចគិតពិចារណាបានហើយចាំផ្ដល់ចម្លើយខ្ញុំពេលក្រោយក៏បានដែរខ្ញុំគឺ ហ៎ខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែចង់មកលេងព្យ៉ាណូណាតែមិននឹកស្មានថាអ្នកទាំងពីរគឺខ្ញុំសុំទោសខ្ញុំទៅវិញឯងតាមសប្បាយចឹងណា